បាទសួស្តីអ្នកនរគ្នាថ្ងៃនេះយើងបង្រៀនពីរបៀបលេង drone K8 1 មេឃប្រភេទចាប់ទីតាំង GPS បានន័យថាវាចាប់ទីតាំងត្រឡប់មកវិញគឺជាប្រភេទ GPS មាន GPS បងប្អូនណាអញ្ចឹងប្រភេទនេះយើងថតរូបបានរហូតដល់ HD កម្រិតកាមេរ៉ាវា 720 HD ទៅតាមម៉ាស៊ីនរបស់វាដែរណាបងប្អូនគឺជាប្រភេទយើងរៀនលេងຂະຫນាតយើងរៀនលេងប៉ុន្តែវាមាន GPS ត្រឡប់មកទីតាំងដើមវិញហើយសម្រាប់ការដែលយើងរៀនលេងដូចជាចរន្តទូទៅអញ្ចឹងបងប្អូនអញ្ចឹងយើងបើកប្រអប់មកគឺយើងទទួលបានដ្រូនមួយបាទយើងលាដៃលាជើងវាអស់មុននឹងយើងលេងហើយកាមេរ៉ាយើងអាចសេរីឡើងចុះបានទៅតាម tele របស់វាអញ្ចឹងនៅក្នុងដៃនេះគឺវាដាក់ K8 11 មេឃបាទអញ្ចឹងយើងទទួលបានដ្រូនមួយហើយនឹងថ្មមួយបងប្អូនហើយសម្រាប់ថ្មវាយើងទទួលបានរហូតដល់ 3.7 1200 មីលីអាំពែចឹងសម្រាប់ថ្មវាមួយនេះយើងលេងបានចន្លោះ12ចុះក្រោមអាស្រ័យលើទីតាំងបងប្អូនលេងមានខ្យល់ខ្លាំងក៏វាលេងបានតិចតួចដែរបងប្អូនណាប្រភេទ drone គឺជា motor Pro Slash គេហៅ motor ដែកហើយនឹងសម្រាប់ accessory របស់វាមានដូចជា slab ស្គួរនៅក្នុងនេះមួយឈុតហើយនឹងកបាំងការពារ slab ឲ្យបងប្អូនលេងហើយកបាំងការពារ slab នេះបងប្អូនកឹបនៅក្រោមដៃវាបងប្អូនណានេះបងប្អូនកឹបសោកពីដៃវាមកសោកមកគឺយើងការពារ slab យើងឧទាហរណ៍មួយជូនបងប្អូនចឹងបងប្អូនដកមកបងប្អូនកឹបចេះណាបាទបងប្អូនសោកមួយមកតពួកវានេះបងប្អូននេះតពួកនេះចឹងសម្រាប់តពួកនេះបងប្អូនកឹបមកចេះកឹបមកហើយចាំយើងច្បាច់វាមកណាច្បាច់គឺវាជាប់បែបនេះហើយបាទនេះឧទាហរណ៍ជូនបងប្អូនហើយនឹងជលៀបជាប់នឹងហោះហើរគឺដូចជាដ្រូនទូទៅដែរទេបងប្អូនຂະຫນាតយើងរៀនលេងគឺវាតែមួយទេចឹងប្រភេទនេះ tele វាដាក់ថ្មបងប្អូនដាក់ថ្មតូចប្រភេទថ្មបែបនេះបងប្អូនណាថ្មបែបនេះចឹងការដែលយើងរៀនលេងសម្រាប់ drone បងប្អូនលេងគឺបងប្អូនបើកចេះហើយ joystick នេះបងប្អូនមូលចូលក្នុងនេះណាចឹងការបងប្អូនរៀនលេងគឺប្រាប់ពីរបៀបលេងជូនបងប្អូនរបៀបហោះហើយនឹងរបៀបភ្ជាប់កាមេរ៉ាចឹងបងប្អូនមូល joystick ចូលមកបាទបងប្អូនដាក់ joystick ចូលម្នេះមកប្រភេទនេះគឺជាຂະຫນាត GPS បងប្អូនលេងនៅក្នុងផ្ទះបងប្អូនបើក GPS មកគឺវាអត់ជាប់connect ទេបងប្អូនណាដោយសារវា signal វានៅមានកម្រិតកាលណាបងលេងក្នុងផ្ទះបងត្រូវបិទ GPS វាចង់ហោះក្នុងផ្ទះណាហើយបិទ GPS វាបានហោះបានហើយបើបងអត់បិទទេបងប្អូនហោះកើតទេដោយសារវាអត់ទាន់ជាប់ GPS បើចាំឲ្យវាជាប់មិនងាយជាប់ទេបងប្អូនដោយសារអីវា signal វានៅតូចដែរអញ្ចឹងការហោះហើរខ្ញុំប្រាប់ពី joystick នេះបងប្អូនរុញមួយឡើងលើត្រូវនេះឡើងលើបងប្អូនណាបងប្អូនរុញវាចុះក្រោមគឺត្រូវនឹងចុះមកក្រោមហើយបងប្អូនកលៀមមកឆ្វេងត្រូវនេះមកឆ្វេងបងប្អូនកលៀមមកស្ដាំវល់ក្បាលស្ដាំបងប្អូនណាអញ្ចឹងបានន័យថា joystick clean នឹងមួយនេះយើងរុញឡើងលើចុះក្រោមបត់ក្បាលឆ្វេងបត់ក្បាលស្ដាំហើយ joystick នេះផងដែរបងរុញឡើងលើគឺវាទៅមុខបងប្អូនឧទាហរណ៍ថារុញទៅមុខវាទៅមុខរុញមកក្រោយគឺវាថយក្រោយងាកមកឆ្វេងត្រូវមកឆ្វេងងាកមកស្ដាំត្រូវនឹងមកស្ដាំអញ្ចឹងសម្រាប់បងប្អូនចំណាំតែប៉ុណ្្នឹងបងប្អូនណាចឹងបងប្អូនចំណាំប៉ុណ្ណឹងមកហើយបងប្អូនកលៀសមកឆ្វេងគឺត្រូវនឹងងាកមកឆ្វេងបងប្អូនណាហើយបងប្អូនកលៀសមកស្ដាំបងស្វល់មកស្ដាំក្បាលមកស្ដាំអញ្ចឹងបងប្អូនចំណាំ joystick ពីរនៅស្ទាត់ទៅចាំយើងលេង option នៅក្នុងនេះហើយសម្រាប់ joystick មួយនេះបងប្អូនរុញឡើងលើគឺវាទៅមុខបងប្អូនរុញមកក្រោយគឺវាមកក្រោយបងប្អូនងាកមកឆ្វេងវាមកទាំងខ្លួនមកឆ្វេងងាកមកស្ដាំវាមកទាំងខ្លួនមកស្ដាំអញ្ចឹងបានថាឡើងទៅមុខថយក្រោយងាកមកឆ្វេងងាកមកស្ដាំណាបាទនេះវាងាកទាំងខ្លួនអញ្ចឹងអានេះងាកក្បាលបងប្អូនអានេះងាកក្បាលបាទនេះងាកក្បាលវាត្រឡប់ក្រោយបងប្អូនត្រឡប់ឆ្វេងត្រឡប់ស្ដាំហើយសម្រាប់ joystick វានៅខាងនេះបងប្អូនលេងចុច1ល្បឿនទី1ចុច2ទៅទី2ដងល្បឿនទី2ចុច1ទៀតទី3ដងល្បឿនទី3នេះសេរីកាមេរ៉ាឡើងកាមេរ៉ាវីដេអូនិងកាមេរ៉ារូបស្លឹកអញ្ចឹងវីដេអូបងប្អូនជាជាប់គឺថតវីដេអូបងប្អូនចុច1គឺថតរូបស្លឹកហើយអានេះបងប្អូនសេរីកាមេរ៉ាឡើងចុះហើយកន្លែងនេះគឺប្រព័ន្ធដំណើរការ sensor បងប្អូននេះអាទូចមួយនេះដោយសារ joystick មួយនេះកន្លែងនេះវាដាក់មកវាដាក់ option 3បងប្អូនណាយើងសេរីកាមេរ៉ាឡើងចុះប៉ុន្តែបើពេលបងប្អូនចុចកន្លែងនេះឲ្យជាប់គឺវាដំណើរការ sensor បងប្អូនណានេះចុចឲ្យជាប់វាដំណើរការ sensor អញ្ចឹងឧបករណ៍មួយហ្នឹងវាដាក់ឲ្យយើង3 option ដោយសារវាញាត់អត់មានបេតុងទៀតដើម្បីវាដាក់អញ្ចឹងណាបងប្អូនហើយអានេះយើងប្រើត្រីវិស័យបងចុច
វាទៅបើត្រីវិស័យដើម្បីវិញ្ញាភ្លើងបងប្អូនញាក់ភ្លើងទៀតហើយគឺវាជាប់ជីត្រីវិស័យហើយបានន័យថាបងប្អូន restart បាននេះ restart វាបងប្អូនទៀតខ្ញុំដាក់ថ្មខ្ញុំធ្វើជូនបងប្អូនជូនមើលហើយទៀតគឺខ្ញុំដាក់ថ្មហើយខ្ញុំធ្វើជូនបងប្អូនមើលតែម្ដងឲ្យបងប្អូនពិបាកណាហើយអានេះ GPS វាបងប្អូនណាបងប្អូន return home គឺចុចមួយគឺ return home លុះត្រាតែបងប្អូនលេងនៅខាងក្រៅវាជាប់ GPS ហើយពេលដែលវាទៅឆ្ងាយវាជាប់ GPS ហើយបងប្អូនចុចទៅវាមួយគឺវាត្រឡប់មកទីតាំងដើមវិញចុចតែមួយបងប្អូនណាចុចពីរគឺផ្ដាច់ពេលដែលបងប្អូនលេងនៅក្នុងផ្ទះបងប្អូនចុចវាជាប់លឺទឺតគឺបិទហើយពេលបងប្អូនលេងនៅក្រៅអត់មានចុចទេបងប្អូនណាហើយនេះឡើងចុះអញ្ចឹងអានេះបេតុងយើងចុចបើកតេឡេបងប្អូនពេលបងប្អូនបើកហើយដាក់តេឡេបើកកម៉ូតមកគឺដាក់ថ្មតេឡេមកគឺបងប្អូនចាំចុចបើកនេះចុចជាប់គឺបើកណាដ្រូនដូចគ្នាគឺចុចជាប់គឺបើកពេលដែលបងប្អូនយកកាមេរ៉ាពីដ្រូនបងប្អូនចង់ឃើញកាមេរ៉ាពីដ្រូនបងប្អូនត្រូវ down app សិនណា app វាគឺនេះ App Store Play Store Google Play អញ្ចឹងបងប្អូនវាយជួនកាលវា load ទៅSafari ផ្សេងបងប្អូនត្រូវ down នេះក៏បានដែរបងប្អូននេះមើលនេះ OX Drone បងប្អូនវាយទៅតាមខ្ញុំមកគឺ OX Drone មកនេះគឺវាចេញបែបនេះណានេះ OX Drone បងប្អូនឃើញទេបងប្អូនវាយអក្សរ O ហើយ X មកទៅតាមអក្សរដែលវាដាក់ក្នុងกระดาษនេះបងប្អូននេះអញ្ចឹង app វាសញ្ញាពណ៌ខៀវទេបងប្អូនណានេះឲ្យនឹងបងប្អូនមើលអត់សូវច្បាស់នេះខ្ញុំដាក់ច្បាស់ជូនបងប្អូនឃើញទេនេះគឺ OX Drone បងប្អូនឃើញទេ OX Drone ហ្នឹងមកនេះខ្ញុំ down ហើយណាបងប្អូនអញ្ចឹងបងប្អូន down ហើយបងប្អូនដាក់ថ្ម tele វាមក3គ្រាប់បងប្អូនណា3គ្រាប់យើងដាក់ថ្ម tele ហ្នឹងមកអញ្ចឹងបងប្អូនបិទកាម៉ូវាមកហើយយើងដាក់ថ្ម drone បងប្អូនដាក់វាសុបបងប្អូនណាបងប្អូនយកវាចូលមកសុបបងប្អូនសុកវាឲ្យវាសុបចេះបងប្អូនណាដាក់កុំឲ្យវាលៀនចេញមកក្រៅបានតែលៀនចេញមកក្រៅថ្មវាអត់សាកចូលទៅក្នុង drone ទេហើយបងប្អូនចុចបើកចុចជាប់បងប្អូនចុចបើកជាប់តេឡេដូចគ្នាបងប្អូនចុចជាប់មកបាទចុចជាប់ហើយដូចខ្ញុំប្រាប់បងពីខាងលើបងប្អូនខាងលើអញ្ចឹងពេលយើងលេងក្នុងផ្ទះវាអត់ជាប់ GPS ទេអញ្ចឹងបងប្អូនចុចវាមួយឬសូទឺដែរអញ្ចឹងបានតែបងប្អូនវល់បានណាវល់ស្លាបវាបានហើយបងប្អូនញែកពី restart បងប្អូនចុចកន្លែងនេះក៏បានប៉ុន្តែបងប្អូន restart តាមខ្ញុំចេះមកស្រួលជាងណាបតង់ speed បងប្អូនលេងសំខាន់ជាងគេពេលដែលមានខ្យល់បងប្អូនហើយបងប្អូនរុញ joystick វាចូលមកក្នុងពីរស្មើគ្នាគឺវល់ស្លាបបងប្អូនរុញឡើងគឺហោះហើយសម្រាប់បងប្អូនបិទ GPS លេងនៅក្នុងផ្ទះបងប្អូនលេងនៅខាងក្រៅមិនបាច់បិទ GPS ទេណាទុកវាជាប់អូតូអញ្ចឹងសម្រាប់ការបញ្ឆេះតែប៉ុណ្្នឹងឯងបន្ទាប់មកបងប្អូនបើកកាមេរ៉ាបងប្អូនចូលទៅក្នុងទូរស័ព្ទបងប្អូនមកហើយបងប្អូនចូល Wi-Fi បងប្អូនចុច Wi-Fi ហើយបងប្អូនចូលកន្លែងពាក្យដែលមានឈ្មោះ drone ណាបងប្អូនណាបងប្អូនចូល Wi-Fi មកដាក់ HS GPS បងប្អូនឃើញទេអញ្ចឹងវាដាក់ HS GPS នេះចាំខ្ញុំ zoom ជូនបងប្អូននេះបងប្អូនណាវាដាក់ HS GPS អញ្ចឹងបងប្អូនចំណាំកន្លែងហ្នឹងមកពេលដែលបងប្អូនបើក drone បើក tele រួចរាល់បងប្អូនចូលកន្លែង Wi-Fi បងប្អូន connect ឲ្យវាជាប់បងប្អូនណានេះចុចឲ្យវាលោតសញ្ញាគ្រីសមកវាដាក់ HS GPS អញ្ចឹងបងប្អូនចំណាំតែក្បាលតែប៉ុណ្្នឹងទៅបានហើយបងប្អូនវាលោត Wi-Fi ផ្សេងយើងមិនបាច់ខំខ្វល់ទេបើសិនជាបងប្អូន connect ជាមួយ drone ណាបងប្អូន connect ឲ្យវាជាប់សញ្ញាគ្រីសអញ្ចឹងមកបងប្អូនចេញហើយចូលទៅក្នុង app វាបងប្អូនចូលក្នុង app វាគឺវាចេញបែបនេះសម្រាប់អ្នកថ្មីណាបងប្អូនចុចអាខាងកណ្ដាលមកបន្ទាប់មកខាងស្ដាំអូខេតាមវាទៅបាទហើយចុច play មកគឺ drone នឹងចេញកាមេរ៉ាបាទចូលម្ដងទៀតចុច play ហើយបងប្អូន allow តាមវាមកបាទនេះកាមេរ៉ាវាចេញកាមេរ៉ាហើយបាទសំខាន់បងប្អូនត្រូវ connect GPS វាឲ្យជាប់ឬក៏ Wi-Fi វាឲ្យចេញបងប្អូនណាបងប្អូនទោះអត់មាន GPS ក៏វា connect ជាមួយ Wi-Fi ដែរវាពាក់ព័ន្ធមួយ GPS ណាយើង connect Wi-Fi វាជាមួយកាមេរ៉ាទេយើង connect ឲ្យវាជាប់កាមេរ៉ាវាណាព្រោះឲ្យជាប់មាត់ GPS រហូតបាទហើយកម្រិតកាមេរ៉ាវាយើងបានបែបនេះឯងយើងទទួលយកបានកម្រិតកាមេរ៉ាវាអាចទទួលយកបានហើយសម្រាប់បងប្អូនដែលត្រូវការបញ្ជាតាម tele បងប្អូន tele យើងអត់មាន tele យើងបញ្ជាតាមទូរស័ព្ទយើងក៏បានដែរឃើញទេយើងបញ្ជាបានដូចគ្នាបាទកម្រិតកាមេរ៉ាវាបានបែបនេះឯងបងប្អូនណាកម្រិតកាមេរ៉ាវាបាទនេះសារអស់ថ្មបងប្អូនវាលោតថ្មមកអ
ចឹងបងប្អូនលេងជាមួយ tele នៅក្នុង app នេះក៏បានបងប្អូនមិនបាច់លេងនៅក្នុងនេះក៏បានដែរបងប្អូនចុចអានេះប៉ុណ្ណឹងមកនេះចុច tele មកគឺបិទបើកចេញ tele បងប្អូនឃើញទេបាទវីដេអូនេះមានតែប៉ុណ្្នឹងបាទ